នេះដឹងអត់ថាឥឡូវនេះ mod jailball ឬយើងហៅថា practice map PVP ហ្នឹងត្រូវបាន update ចូលមកក្នុង version 1.21.11 ហើយដល់យើងមិនបាច់ចាំតម្លាក់ version ដើម្បីទៅលេង mod ហ្នឹងទៀតទេកាលមុនគឺវេទនាមែនតើដើម្បីបានលេង mod ហ្នឹងមួយខ្ញុំត្រូវតម្លាក់ version ដើម្បីទៅ practice វាហើយខ្ញុំមិនអាច practice spear បានទេដោយសារ version វាទាបពេកឥឡូវនេះគឺមាន spear នេះចាក់បានហើយពងឃើញអត់ពងហើយនៅក្នុងវីដេអូនេះខ្ញុំនឹងប្រាប់អ្នកគ្នាអំពីរបៀបក្នុងការ download និង set up ជាមួយ mod ទាំងអស់គ្នាហើយវាមានអីបាក់ទេតោះយើងចូលទៅរបៀប download ទាំងអស់គ្នានៅក្នុង map ហ្នឹងអ្វីដែលយើងត្រូវការនោះគឺ map ហើយនឹង mod ទី1យើងត្រូវ download mod មួយដែលមានឈ្មោះថា Herobot យើងគ្រាន់តែចូលមកជាមួយនឹង mod Dream មកហើយយើង search កន្លែង search ចំណាបាត់ហើយនេះហើយយើង search mod មួយដែលមានឈ្មោះថា Herobot មកនេះឯងគឺជា mod ដែលគេបាន release ថ្មីនេះកាប់បាត់គេ release តាំងមួយខែមុនហើយតែខ្ញុំមិនដឹងខ្ញុំទៅចូល Discord គេមើលឃើញក៏ចែករំលែកទៅតែនេះអាច download បានតែវាមាន version នេះ 1.21.11 តែមួយគត់ហ្នឹងទេគឺអាចលេង version ក្រៅពីហ្នឹងបានទេហើយទី2អ្វីដែលយើងត្រូវការនោះគឺ map បើយើងមាន map ទេ mod ក៏អាចដើរបានដែរmap យើងត្រូវការនោះគឺយើងអាចចូលមក download នៅក្នុង website នេះបានបើសិនអ្នកគ្នាចង់បាន link នឹង website ទាំងអស់ហ្នឹងអ្នកគ្នាអាច screenshot នៅក្នុងវីដេអូនេះហើយ pass នៅក្នុងជ្រុងរបស់អ្នកគ្នាទៅបើយើងចង់បាន link ហ្នឹងហ្មងអ្នកគ្នាអាចចូល Discord របស់ Table បានហើយ Discord ប្រកបហើយខ្ញុំដាក់នៅក្នុង description អ្នកគ្នាអាចចូលទៅក្នុងហ្នឹងហើយយើងចូលមកឆែកមើលកន្លែង download នេះអ្នកគ្នានឹងឃើញជាមួយនឹង download map នេះហើយឃើញអត់យើង click មកអញ្ចឹងរបៀប download យ៉ាងសាមញ៉ាំបន្តិចរបៀបសាមញ៉ាំណាស់ណាទេបើអ្នកដឹងចេះដាក់ទៅបានហើយកន្លែងនេះមុនអ្នកគ្នាចង់បានអ្នកទៅដាក់តម្លៃលុយសិនអ្នកចង់ដាក់បានដាក់ខ្ញុំដាក់0អត់ឲ្យលុយទេហើយឥឡូវនេះវានាំអ្នកនេះមកដល់កន្លែងនេះហើយអ្វីនេះទៅធ្វើនោះគឺអ្នកនេះដាក់ Gmail របស់អ្នកនេះទៅនៅពេលអ្នកនេះដាក់ Gmail អ្នកនេះហើយអ្នកនេះអាចចុច get មកហើយយើង verify តិចតួចមកនៅពេលដែលយើង verify ហើយវានឹងនាំយើងមកដល់ជាមួយនឹងគេហទំព័រមួយទៀតនោះគឺកន្លែង download នឹងឯងអ្នកនេះក៏ទៅចុចទៅកន្លែង download នេះមកហើយរបៀបដាក់ map វិញគឺអត់មានអីពិបាកទេបើខ្ញុំលេងនៅក្នុង Modrin អញ្ចឹងខ្ញុំអាចចូលមកដល់កន្លែងនេះ open folder file មកហើយខ្ញុំទៅរកកន្លែង folder នេះ cell ដែលមើលអំពី map របស់យើងទាំងអស់អូខេនៅពេលដែលយើង download ហើយវានឹងនាំឃើញ file នេះនៅក្នុង download របស់អ្នកគ្នាអ្វីយើងត្រូវធ្វើគឺយើងឆែកមើលសិនមកគឺវាអត់មាន folder ថ្មីមួយក្នុងហ្នឹងដើម្បីក្តោប file ទាំងអស់ហ្នឹងទេអ្វីយើងត្រូវធ្វើនោះគឺយើងត្រូវ extract វាថ្មីហ្មងទៅអ្នកចុចមកស្ដាំមកទៅកន្លែងនេះ extract to file នឹងអស់ហ្នឹងមកវានឹងបង្កើតជាមួយនឹង file ថ្មីដើម្បីក្តោបនៅទាំងអស់ហ្នឹងហើយយើងក៏ដាក់អូសវាចូលទៅក្នុង cell របស់យើងមកនេះអូសទៅ cell មកហើយខ្ញុំបាច់អូសចូលទៀតទេដោយសារខ្ញុំមានន័យនេះខ្ញុំប្រាប់អ្នកគ្នាទេនៅពេលដែលអូសចូលមកហើយអ្នកនេះគ្រាន់តែចូលទៅ single player មកអ្នកនេះនឹងឃើញជាមួយនឹង Theo Blade នេះហើយគឺគេដាក់នៅក្នុង version 1.21.11 អញ្ចឹងគ្រាន់តែចូលមកហើយយើងនឹងទទួលបានជាមួយនឹង map practice ថ្មីមួយនៅក្នុង version 1.21.11 គឺគេបាន update កន្លែងនេះគឺច្រើនមែនតើខ្ញុំមិនដឹងថាស្អីខ្លះទេអ្នកអាចចូលមកឆែកមើលខ្លួនឯងបានហើយកន្លែងនេះគឺអត់ឃើញមាន spear តាណាបាទហើយ spear គេគឺទុកនៅក្នុងនេះ item នេះ kit 2ហើយទាំងអស់ហ្នឹងអ្នកអាចចូលមកសាក់របស់ខ្លួនឯងបានខ្ញុំសាក់វាយគ្នាមួយ hacker សិនតើវាសាហាវប៉ុណ្ណាបានគេដាក់ឈ្មោះថា hacker អូមកបរហើយក្រុមសេពអូយចុយណាខ្ញុំអត់ចេះងប់ខ្ញុំអមតៈខ្ញុំប្រេះខ្ញុំចេញទៅវិញហើយបាយបាយអូខេវាមានអីអស្ចារ្យតែខ្ញុំអាច PP practice ជាមួយធម្មតានេះសិនទៅអត់ VC និយាយមកខ្ញុំវាយអូកាប់ខ្ញុំចេះចុចទៅខ្ញុំអត់ចេះ PP ទេហើយវីដេអូខ្ញុំមានប៉ុណ្ណឹង like subscribe លើវីដេអូនេះមួយផងជួបនៅវីដេអូក្រោយបាយ